ចឹងអាមេរិកនឹងមិនអោយប្រទេសណាផ្សេងទៀតមានអាវុធនុយក្លេអ៊ែរនឹងទៀតទេមុននឹងឆ្លើយនឹងសំណួរនេះខ្ញុំចង់សួរបងប្អូនថាតើបងប្អូនណាដែលមានបញ្ហាស្បែកក្បាលឡើងប្រេងជ្រុះសក់ខ្លាំងករណីខ្លាំងមែនទែនគឺឆក់បែបនេះបងប្អូនអរគ្នាខ្ញុំសូមណែនាំផលិតផលថែសាសក់ភាព Premium ដែលជា brand កូនខ្មែរបង្កើតឡើងដោយខ្ញុំនិងភរិយាខ្ញុំបាទផលិតផលទាំងពីរមុខនេះគឺល្អប្រើបំផុតនៅពេលប្រើរួមគ្នានៅក្នុងគោលបំណងដើម្បីញូចឬសក់ដោះមកវិញលឿនដោះក្រាស់ឡើងវិញហើយនឹងកាត់បន្ថយអត្រាជ្រុះសក់ឲ្យនៅកម្រិតទាបបងប្អូនអរគ្នាអញ្ចឹងបងប្អូនដែលមានបញ្ហាសក់ជ្រុះខ្លាំងជ្រុះរ៉ាំរ៉ៃរហូតឆក់បែបហ្នឹងបងប្អូនអាចសួរព័ត៌មានបន្ថែមស្វែងរកផលិតផលថែសាសក់ភាព Premium ដើម្បីយកទៅព្យាបាលបញ្ហាសក់របស់បងប្អូនអរគ្នាឲ្យដោះក្រាស់ឡើងមកវិញបងប្អូនអរគ្នាដឹងទេថានៅលើលោកនេះអាមេរិកគឺជាប្រទេសទី1ដែលរកឃើញគ្រាប់បែកនុយក្លេអ៊ែរហើយជប៉ុនគឺជាប្រទេសតែមួយគត់ដែលបានភ្លក្សរសជាតិអានុភាពដ៏សាហាវរបស់គ្រាប់បែកនុយក្លេអ៊ែរកាលពីឆ្នាំ1945អំឡុងសង្គ្រាមលោកលើកទី2ក្រោយពីបានឃើញទស្សនភាពដ៏មហាវិនាសកម្មនៃគ្រាប់បែកនុយក្លេអ៊ែរសហភាពសូវៀតនៅពេលហ្នឹងក៏ចាប់ផ្ដើមចាយធនធានសពគ្រប់បែបយ៉ាងដើម្បីឲ្យអ្នកវិទ្យាសាស្ត្រហ្នឹងគឺស្វែងរកបច្ចេកវិទ្យាដើម្បីផលិតអាវុធនុយក្លេអ៊ែរដែរបន្ទាប់ពីសហភាពសូវៀតចក្រភពអង់គ្លេសបារាំងចិននៅក្នុងអំឡុងពេលមិនដល់30ឆ្នាំទេមានប្រទេសជាច្រើនបានព្យាយាមសិក្សាស្រាវជ្រាវចំណាយធនធានដើម្បីផលិតអាវុធនុយក្លេអ៊ែរឲ្យបានសម្រេចប៉ុន្តែជាលទ្ធផលមានតែ5ប្រទេសទេគឺអាមេរិកសហភាពសូវៀតចក្រភពអង់គ្លេសបារាំងហើយចិនអញ្ចឹងបងប្អូនឃើញនិន្នាការនៃការប្រកួតប្រជែងចង់បានអាវុធនុយក្លេអ៊ែរកាលពីអំឡុងទសវត្សរ៍ឆ្នាំ1940ជាង1950ជាង1960ជាង1970ជាងអញ្ចឹងដោយឃើញពីនិន្នាការនៃការផលិតអាវុធនុយក្លេអ៊ែរហ្នឹងវាច្រើនទៅបងប្អូនអ្នកគ្នាមហាអំណាចនុយក្លេអ៊ែរទាំង5ហ្នឹងដោយមានការគ្រប់គ្រងពីអង្គការសហប្រជាជាតិ UN បានគៀងគរគ្នាពិភាក្សាគ្នាឈានទៅដល់ការបង្កើតសន្ធិសញ្ញាមួយតែហៅថាសន្ធិសញ្ញាមិនរិចសាយភាយអាវុធនុយក្លេអ៊ែរភាសាអង់គ្លេសហៅថា The Non-Proliferation of Nuclear Weapons ហើយដែលមានមហាអំណាចនុយក្លេអ៊ែរទាំង5ហ្នឹងគឺជាអ្នកផ្ដួចផ្ដើមគៀងគរដើម្បីឲ្យបណ្ដាប្រទេសផ្សេងៗហ្នឹងអ្នកណាគេដែលស្ម័គ្រចិត្តមកផ្ដល់សច្ចាប័នចុះហត្ថលេខាយល់ព្រមទទួលស្គាល់គោរពតាមសន្ធិសញ្ញាហ្នឹងទៅអញ្ចឹងសន្ធិសញ្ញាហ្នឹងបានចូលជាធរមាននៅកាលពីអំឡុងឆ្នាំ1970ហើយដែលមានទីភ្នាក់ងារអាតូមិកអន្តរជាតិ IAEA ដើរតួជាអង្គភាពដើម្បីត្រួតពិនិត្យតាមដានថាតើមានការរីកសាយភាយឬក៏មានប្រទេសណាដែលចង់ផលិតអាវុធនុយក្លេអ៊ែរឬក៏ចង់បានបច្ចេកវិទ្យានុយក្លេអ៊ែរហើយមានការកំណត់ត្រឹមត្រូវសុវត្ថិភាពដោយប្រកាសថាមិនយកទៅផលិតអាវុធអញ្ចឹងបងប្អូនណាមកដល់កន្លែងសុក្រិតសន្ធិសញ្ញាហ្នឹងគេនិយាយពីអីខ្លះសន្ធិសញ្ញាហ្នឹងបើនិយាយជារួមដោយខ្លីគឺគេហាមឃាត់ប្រទេសដែលមិនទាន់មានអាវុធនុយក្លេអ៊ែរហាមផ្ដាច់មិនឲ្យផលិតអាវុធនុយក្លេអ៊ែរងាយយ៉ាងដូចនេះចំណុចមួយទៀតគឺថាប្រទេសដែលមានអាវុធនុយក្លេអ៊ែរហើយគឺមិនត្រូវផលិតបន្តឬក៏មិនត្រូវចែកចាយបច្ចេកវិទ្យានុយក្លេអ៊ែរនឹងផ្ដេសផ្ដាសនោះទេហើយបើមានអាវុធច្រើនគឺអាចកាត់បន្ថយកំទេចវាចោលចំណុចមួយទៀតគឺថាប្រទេសទាំងឡាយណាដែលចង់បានបច្ចេកវិទ្យានុយក្លេអ៊ែរដើម្បីយកទៅបម្រើនៅក្នុងវិស័យស៊ីវិលអញ្ចឹងនៅពេលដែលយើងនិយាយដល់កម្មវិធីនុយក្លេអ៊ែរស៊ីវិលគេចង់សំដៅទៅលើការចម្រាញ់ធាតុអ៊ុយរ៉ាញ៉ុមកម្រិតទាបឬភាសាអង់គ្លេសហៅថា low enriched uranium ចន្លោះពី 0.7% ទៅដល់ 20% កម្រិតបន្សុទ្ធជាតិអ៊ុយរ៉ាញ៉ុមពីចន្លោះពី 0.7 ដល់ 20% ហ្នឹងគឺស្ថិតនៅក្នុងកម្រិតទាបដែលគេអាចយកទៅប្រើប្រាស់នៅក្នុងវិស័យស៊ីវិលគឺមិនអាចយកទៅផលិតអាវុធនុយក្លេអ៊ែរទេព្រោះកម្រិតហ្នឹងវានៅកម្រិតទាបនៅឡើយបងប្អូនអរគ្នារហូតមកដល់បច្ចុប្បន្ននេះមាន191ប្រទេសបានផ្ដល់សច្ចាប័នគោរពតាមសន្ធិសញ្ញាមិនរិចសាយភាយអាវុធនុយក្លេអ៊ែរនឹងឯងប៉ុន្តែរាប់គិតចាប់តាំងពីសន្ធិសញ្ញានឹងត្រូវបានបង្កើតគឺមានប្រទេសចំនួន4ដែលមិនព្រមចូលតតែសោះហ្មងតាំងពីបង្កើតមកដំបូងក្នុងនោះគឺមានឥណ្ឌាប៉ាគីស្ថានអ៊ីស្រាអែលនិងស៊ូដង់ខាងត្បូងសម្រាប់ឥណ្ឌាអត់ព្រមទេអត់ចូលរួមជាមួយនឹងសន្ធិសញ្ញាហ្នឹងឯងដោយសារតែឥណ្ឌាថាចិនផលិតបានមិនបានខ្ញុំផលិតអត់បានអញ្ចឹងឥណ្ឌាអត់ចូលរួមហើយព្យាយាមស្រាវជ្រាវផលិតអាវុធនុយក្លេអ៊ែរហ្នឹងតតែបានសម្រេចនៅក្នុងឆ្នាំ1974 4ឆ្នាំក្រោយពេលដែលសន្ធិសញ្ញាមិនរិចសាយភាយអាវុធនុយក្លេអ៊ែរហ្នឹងចូលជាធរមានប៉ាគីស្ថានឃើញឥណ្ឌាផលិតបានប៉ាគីស្ថាន
បានតាំងចិត្តដឹងហើយតែឥណ្ឌាអត់ចូលអញអត់ចូលដែរព្រោះអីប៉ាគីស្ថាននិងឥណ្ឌាគឺជាសត្រូវនឹងគ្នាដែរឃើញឥណ្ឌាផលិតបានជោគជ័យប៉ាគីស្ថានសវេសវ៉ាអត់ខ្វល់រឿងអាសន្ធិសញ្ញានឹងទេសវេសវ៉ាដើម្បីផលិតអាវុធនុយក្លេអ៊ែរបានសម្រេចនៅក្នុងឆ្នាំ1998ដោយអត់មានប្រទេសណាទៅហាមឃាត់ទេចំណែកឯអ៊ីស្រាអែលក៏បានផលិតអាវុធនុយក្លេអ៊ែរដោយសំអាងថាអ៊ីស្រាអែលត្រូវការអាវុធនុយក្លេអ៊ែរដើម្បីការពារពីខ្លាកំណាចដែលនៅជុំវិញខ្លួនព្រោះអីជុំវិញប្រទេសអ៊ីស្រាអែលគឺសុទ្ធតែជាសត្រូវរបស់អ៊ីស្រាអែលជាពិសេសអ៊ីរ៉ង់នឹងតែម្ដងសម្រាប់ស៊ូដង់ខាងត្បូងគឺគេមិនមានព័ត៌មានជាក់លាក់គ្រាន់តែថាប្រទេសហ្នឹងគឺមិនខ្វល់រឿងនុយក្លេអ៊ែរហ្នឹងទេដោយសារប្រទេសហ្នឹងក្រអញ្ចឹងបងប្អូនអរគ្នាសម្រាប់អ៊ីរ៉ង់តាមពិតគឺធ្លាប់ជាហត្ថលេខីបានន័យថាធ្លាប់ចុះហត្ថលេខាយល់ព្រមគោរពតាមសន្ធិសញ្ញាមិនរិចសាយភាយអាវុធនុយក្លេអ៊ែរហ្នឹងបងប្អូនអរគ្នាប៉ុន្តែក្រោយមកក៏ចេញចូលដោយសារតែការប្រែប្រួលនយោបាយអ៊ីរ៉ង់មុនដំបូងថាចម្រាញ់អ៊ុយរ៉ាញ៉ូមហ្នឹងដើម្បីផលិតថាមពលអគ្គិសនីទេដើម្បីសន្តិភាពទេប៉ុន្តែ IAEA តាមដានចឹងទៅអ៊ីរ៉ង់រដ្ឋបတ်អត់ឲ្យមានការតាមដានទលំទលាយពេកទេហើយលួចលាក់ចុងក្រោយ IAEA រកឃើញថាអ៊ីរ៉ង់ហ្នឹងគឺចម្រាញ់ធាតុអ៊ុយរ៉ាញ៉ូមដល់កម្រិត 60% នៅខ្វះតែមួយជំហានទៀតគឺដល់ 90% ផលិតអាវុធនុយក្លេអ៊ែរបានហើយសម្រាប់កូរ៉េខាងជើងក៏អញ្ចឹងដូចគ្នាគឺអត់ធ្វើការមួយ IAEA អត់ព្រមឲ្យបើកទលាយឲ្យ IAEA នឹងចូលតាមដានត្រួតពិនិត្យមើលការចម្រាញ់ធាតុអ៊ុយរ៉ាញ៉ូមហើយនឹងសកម្មភាពនុយក្លេអ៊ែររបស់ខ្លួនអញ្ចឹងបងប្អូនអរគ្នាកត្តានឹងហើយទៅប្រទេសទាំងពីរហ្នឹងអ៊ីរ៉ង់និងកូរ៉េខាងជើងគឺរងទណ្ឌកម្មធ្ងន់មែនទែនពីសំណាក់អន្តរជាតិជាពិសេសគឺអាមេរិកនៅក្នុងន័យហាមឃាត់កុំឲ្យប្រទេសទាំងពីរហ្នឹងផលិតអាវុធនុយក្លេអ៊ែរព្រោះតែផលិតទៅគឺរងទណ្ឌកម្មសេដ្ឋកិច្ចរស់ស៊ីអត់បានប្រជាជនក្រប៉ុន្តែប្រទេសទាំងពីរហ្នឹងរហូតដល់ថ្ងៃហ្នឹងគឺអត់ខ្វល់រឿងហ្នឹងឯងអញ្ចឹងសួរថាចុះអាមេរិកហ្នឹងធ្វើអីបានឬក៏បណ្ដាប្រទេសផ្សេងទៀតធ្វើអីអត់បានទេធ្វើបានប៉ុន្តែមានតែអាមេរិកដែលចេញមុខជាងគេព្រោះអាមេរិកគឺជាមហាអំណាចទី1អាមេរិកគឺជាប្រទេសដែលមានឥទ្ធិពលមានទឹកមាត់ប្រៃជាងគេនៅលើលោកយើងត្រូវទទួលស្គាល់ទាំងអស់គ្នាដោយករណីអ៊ីរ៉ង់បើអាមេរិកមិនធ្វើមានប្រទេសណាធ្វើដូចកូរ៉េខាងជើងអាមេរិកក៏គម្រាមប៉ុន្តែគ្រាន់តែថាយោងតាមកត្តាភូមិសាស្ត្រនយោបាយយោងតាមកត្តាផលប្រយោជន៍នៅចំពោះមុខអាមេរិកធ្វើកអ៊ីរ៉ង់មុនកូរ៉េខាងជើងទុកមកគីបសិនហើយវាអាស្រ័យលើចរិតរបស់មេដឹកនាំរបស់អាមេរិកទៀតមេដឹកនាំខ្លះក៏គាត់ចង់ធ្វើសង្គ្រាមទៅមេដឹកនាំខ្លះក៏គាត់មិនខ្វល់ទៅគាត់មិនសូវជាចង់ខ្វាយខ្វល់អាណាធ្វើអីធ្វើមេដឹកនាំ Donald Trump គាត់ធ្វើអ៊ីរ៉ង់ហើយគាត់ធ្វើការមួយកូរ៉េខាងជើងមករហូតគ្រាន់តែនាពេលថ្មីនេះគឺគាត់ធ្វើកអ៊ីរ៉ង់ខ្លាំងជាងកូរ៉េខាងជើងដោយសារតែ IAEA រកឃើញថាអ៊ីរ៉ង់ហ្នឹងចិត្តដល់កម្រិតផលិតអាវុធនុយក្លេអ៊ែរហើយចុះសួរថាកុំទៅខ្វល់បដ ாய் ឲ្យគេផលិតអីផលិតទៅបងប្អូនសាកសម័យមើលបើសិនជាអ៊ីរ៉ង់ផលិតអាវុធនុយក្លេអ៊ែរបានសម្រេចស្ថានភាពភូមិសាស្ត្រនយោបាយនៅក្នុងតំបន់មជ្ឈិមបូព៌ានឹងប្រែប្រួលមួយរំពេចទី1គឺអ៊ីស្រាអែលប្រកាសជាធ្វើសង្គ្រាមធំជាមួយនឹងអ៊ីរ៉ង់ហើយឈានទៅដល់ការប្រើប្រាស់អាវុធធំធំអាចប្រើប្រាស់អាវុធនុយក្លេអ៊ែរទៀតព្រោះប្រទេសទាំងពីរហ្នឹងគឺសង្គ្រឹះថ្មិញដាក់គ្នារហូតទី2មហាអំណាចនៅក្នុងតំបន់អារ៉ាប់ហ្នឹងជាពិសេសអារ៉ាប៊ីសាអូឌីតមានបងប្អូនអរគ្នាជាសមាជិក G20 ប្រទេសដែលមានសេដ្ឋកិច្ចនាំមុខទាំង20លើលោកសួរថាអារ៉ាប៊ីសាអូឌីតអត់មានលុយផលិតមិនឲ្យតែអ៊ីរ៉ង់ផលិតអាវុធនុយក្លេអ៊ែរបានភ្លាមអារ៉ាប៊ីសាអូឌីតនឹងផលិតអាវុធនុយក្លេអ៊ែរដែរចំណែកកូរ៉េខាងជើងបើកូរ៉េខាងជើងផលិតអាវុធនុយក្លេអ៊ែរបានបងប្អូនគិតថាកូរ៉េខាងត្បូងសុខចិត្តទេបងប្អូនគិតថាជប៉ុនសុខចិត្តទេចុះករណីតៃវ៉ាន់ទៀតយ៉ាងម៉េចទៅបើតៃវ៉ាន់អត់ចង់ចូលជាមួយនឹងចិនហើយលេងផលិតអាវុធនុយក្លេអ៊ែរដែរតើពិភពលោកនេះវានឹងទៅជាយ៉ាងណាការប្រកួតប្រជែងប្រណាំងប្រជែងផលិតអាវុធនុយក្លេអ៊ែរវានឹងសោះសាយភាយឡើងវិញប្រទេសមហាអំណាចណាមានលុយប្រកាសជាផលិតអាវុធនុយក្លេអ៊ែរដែរនៅក្នុងនេះយកមកការពារខ្លួនឯងថាមិនត្រូវកូនចៅជំនាន់ក្រោយរបស់យើងប្រកាសជាដាច់ពូជបើសិនជាប្រទេសដែលមានលុយសុទ្ធតែនាំគ្នាចង់បានអាវុធនុយក្លេអ៊ែរកត្តានឹងហើយទើបអាមេរិកខំទប់ស្កាត់វាយអ៊ីរ៉ង់វាយមួយគម្រាម100ដើម្បីប្រកាសថាមិនមានប្រទេសណាមួយផ្សេងទៀតផលិតអាវុធនុយក្លេអ៊ែរនោះទេអាមេរិកបច្ចុប្បន្នយើងអាចហៅគាត់ថាជាប៉ូលីសសណ្ដាប់ធ្នាប់ពិភពលោកគឺត្រូវតែមានអ្នកដើរមើលអញ្ចឹងហើយបងប្អូនអរគ្នានេះគឺជាចម្លើយបង